បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងថ្ងៃនេះលោកគ្រូសូមលើកយកជាឧទាហរណ៍ទេបាទជាឧទាហរណ៍តកតងទៅនឹងការពណ៌នាអំពីដើមត្នោតបាទការពណ៌នាអំពីដើមត្នោតនេះគឺសម្រាប់បងប្អូនថ្នាក់ទី4ដល់ទី6បាទសិស្សបឋមសិក្សាគ្រាន់តែជាជំនួយស្មារតីប៉ុណ្ណោះបាទសម្រាប់បងប្អូននៅក្នុងការមានមូលដ្ឋានសរសេរតកតងពីដើមត្នោតនេះគឺជារូបដើមត្នោតបាទដែលខ្ញុំទាញយកមកពីអ៊ីនធឺណិតបងប្អូនស្គាល់ហើយបាទដើមត្នោតគឺសម្បូរណាស់នៅស្រុកខ្មែរយើងបាទនៅក្បែរផ្ទះបងប្អូនហ្នឹងគឺនៅតាមជួររបងឬក៏ជ័យភូមិតែងតែមានដើមត្នោតបាទដោយបងប្អូនដឹងហើយបាទដើមត្នោតគឺវាមានសារៈសំខាន់សម្រាប់យើងក៏ដូចជាមនុស្សជំនាន់ក្រោយបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរបាទលោកគ្រូសូមធ្វើការពណ៌នាអំពីដើមត្នោតជូនបងប្អូនគ្រាន់តែជាគំនិតប៉ុណ្ណោះបាទអញ្ចឹងនៅក្នុងការពណ៌នាអំពីដើមត្នោតនេះបាទអញ្ចឹងនៅក្នុងសេចក្តីផ្ដើមគេនិយាយពីអីសេចក្តីផ្ដើមគេនិយាយពីពេលវេលានិងទីកន្លែងបាទពេលវេលានិងទីកន្លែងនេះសំដៅទៅលើពេលវេលានិងទីកន្លែងដែលយើងឃើញដើមត្នោតបាទកន្លែងដែលដើមត្នោតដុះកន្លែងដែលដើមត្នោតស្ថិតនៅតើនៅទីណាហើយថ្ងៃណាខែណាដែលយើងបានទៅឃើញដើមត្នោតហ្នឹងបាទអញ្ចឹងបាទកុំឲ្យខាត់ពេលបាទលោកគ្រូធ្វើបង្ហាញតកតងនឹងសេចក្តីផ្ដើមបាទសេចក្តីផ្ដើមបងប្អូនអាចសរសេរបានច្រើនរបៀបតែលោកគ្រូសូមបង្ហាញរបៀបមួយទីហោថាយើងដាក់ថាប្រទេសកម្ពុជាជាប្រទេសមួយដែលសម្បូរដើមត្នោតបាទដែលសម្បូរដើមត្នោតបាទនេះគឺជា clear ដំបូងយើងអាចសេចឹងក៏បានឬក៏ថាដើមត្នោតជាដើមឈើមួយបែបដែលសម្បូរនៅប្រទេសកម្ពុជាក៏បានដែរអានឹងអាស្រ័យលើការគិតរបស់បងប្អូនណាគ្រាន់តែនេះជាជំនួយស្មារតីជាឧទាហរណ៍ខ្លីៗទេមិនមែនថាបងប្អូនគួរតែយកតាមហ្នឹងឯណាបាទយើងអាចបន្តទៀតថាដើមត្នោតបាទដើមត្នោតជារុក្ខជាតិបាទដើមត្នោតជារុក្ខជាតិបាទជារុក្ខជាតិដែលជាតំណាងឲ្យអត្តសញ្ញាណជាតិខ្មែរអញ្ចឹងដោយបងប្អូនធ្លាប់លើហើយថាកន្លែងណាមានដើមត្នោតនឹងជាដីរបស់ខ្មែរបាទមានថាដើមត្នោតនោះដុះតែលើទឹកដីខ្មែរទេបាទប៉ុន្តែបច្ចុប្បន្ននេះប្រទេសខ្លះក៏មានដើមត្នោតដែរគឺប្រទេសនោះគឺស្ថិតតែជាអតីតរបស់ខ្មែរយើងបាទដូចជាកម្ពុជាក្រោមជាដើមយើងឃើញតែសម្បូរដើមត្នោតនឹងក៏ជាដែនដីរបស់មាតុភូមិយើងដែរបាទជាអតីតបាទអញ្ចឹងដើមត្នោតជារុក្ខជាតិដែលតំណាងឲ្យសញ្ជាតិអត្តសញ្ញាណជាតិខ្មែរអញ្ចឹងយើងអាចអញ្ចឹងណាបាទដែលតែងតែដុះនៅតាមទីទួលនានាក្នុងភូមិបាទក្នុងភូមិក្បែរផ្ទះអញ្ចឹងណានៅនេះក្នុងភូមិបាទទីទួលនានាក្នុងភូមិបាទទៅសេតទៀតមកកាលពីថ្ងៃអីគេហៅថាថ្ងៃសៅរ៍ទីហោណាកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបាទថ្ងៃសៅរ៍សប្តាហ៍មុនខ្ញុំបានទៅមើល
thì họ thế tầm mơ đàm nào mới đám ba đàm thân mới đám đây đó nấu khang còi tẹt nhom ba đó nấu khang còi tẹt nhom ba phần nàyคือยังสอนมาท่าเจประดามสึกได้มาเจประดามสึกได้มีนะท่าเมนเปย์ไปเล่นทันทีไหลจะบ้าเราหายนะเมนเปย์ไปเล่นทันทีไหลบ้าเราหายเปย์ไปเล่นคือไงเศร้าไอ้ตีไหลนั่นคือเราขังกรอยแจกขยมว่าวันนี้คือเจดามสึกได้มุ้ยได้จะตกท่าเมนในละมอมมาละมอมสำหรับผมโดนไอ้โยจิกาเกิดตอนมาติดยังดาวตูสึกได้บ่ายังดาวตูสึกได้ตาตูสึกได้ยังใหญ่ปีไอ้ตูสึกได้ไม่ได้ท่ายังใหญ่ปีการเมื่อวิจารณ์ง่ายตัวเมื่อเจ็ดบ่าตุ่มหอมดาวปนนาบ่าเมื่อถามไปยาวไอ้คลาจะดาวนั้นคือเจ้าท่านน้องตูสึกได้จังนอกการใส่ใจđấyมองดาวตูสึกได้ไปตายเนี่ยมันเคลียบชอบมวยเคลียบชอบปีปีดามสึกได้มาตัวสึกได้ตาแตะตรงดามทนอดตาโอนกูปลาเคลียสึกได้มวยนาบ่าจังกูดักทาเจี๊ยบบ่าเจี๊ยดำบงปลาเจี๊ยบเจี๊ยดำบงบ่าเจี๊ยดำบงบ่าเจี๊ยดำบงขยมเชียร์บงขยมบานtừ hàng còi trẻ để họ nè từ hàng còi trẻขยมvà từ hàng còi trẻขยมได้โปเป็นโดยโรคเจี๊ยดเจี๊ยจานบ้าได้โปเป็นจะได้โรคเจี๊ยจานโปเป็นจะได้รูปเจตจรานได้เมียนสันธานบ่าได้เมียนดามเชอจำรอกเมียนดามเชอจำรอกนงนุกบ่าก็เมียนดามถนนก็มีดามถนนพองได้มีดามถนนพองได้บ่าถนนพองได้บ่ายังไงบ่านี่คือดามถนนได้แค่นี้บ่าก็มีดามถนนพองได้ใช้บนมาถ้าดามถนนไปปูจังเกหรือไปเตียบจังเกไปได้สมบูรณ์ไปบ่าดามถนนคือจะดามเชื่อเหมือนดามแบบปูจังเกพอดรูดพอดจังเกบ่าให้บนมาไปเป็นตำรวจแบบนะเคยเรียนดามถนนได้บ่าดามถนนนี่คือตุ่มโรหะโดยจะชัดมาเนี่ยโดยชัดยังไงเนี่ยกันเนี่ยบ่าโดยชัดแต่ใจจะบางเพลียงบางชอจะดำบ่าจังว่าเป็นบ่าเป็นกระเลงเมื่อปีจำงายบ่าเป็นกระเลงเมื่อปีจำงายยำเคยดามถนนบ่าเคยดามถนนบ่าโชปูพอดเกยบ่าพอดโชปูพอดดามเชอเนขนมภูมิบ่าไม่ท่าโชปูจังเกยบ่าดามเชอเนขนมภูมิฮะโดเจชัดฮะโดยจะชัดมวยได้กงปงชบ่าชบางชอลบางเพลียงบ่าบางชอลบางเพลียงนึ่งกำดาวแปรติดบ่ากำดาวแปรติดฮะโดยจะชัดมวยได้กงปงชอบางชอลบางเพลียงนึ่งกำดาวแปรติด
នឹងកម្ដៅព្រះអាទិត្យបាទប៉ុណ្ណឹងបាទនឹងកម្ដៅព្រះអាទិត្យដើមត្នោតមានសន្តានបាទមានសន្តានមូលពោះមូលធំខ្ពស់បាទសន្តានមូលធំខ្ពស់បាទមូលធំខ្ពស់ដែលមានទំហំប៉ុនមួយអោបបាទមួយអោបសេសអញ្ចឹងប៉ុនមួយអោបមនុស្សចាស់មានថាដើមត្នោតហ្នឹងប៉ុនមនុស្សចាស់មកអោបអញ្ចឹងណាបាទប៉ុនមួយអោបមនុស្សចាស់បាទមានបាទប៉ុនមួយអោបមនុស្សចាស់ប៉ុណ្្នឹងណាប៉ុណ្្នឹងចាស់អមមនុស្សចាស់ដើមត្នោតខ្លះមានអាយុបាទមានអាយុ5ទៅ6ឆ្នាំ5-6ឆ្នាំនិងដើមត្នោតដែលខ្ពស់ជាងគេមានអាយុយ៉ាងតិច100ឆ្នាំបាទតាមដែលចាស់គាត់ប្រាប់ខ្ញុំបាទគាត់ប្រាប់ខ្ញុំបាទពេលចូលទៅចិត្តបាទពេលចូលទៅចិត្តនឹងសម្លឹងមើលដើមត្នោតបាទមានសម្លឹងមើលដើមត្នោតដ៏ពោះបាទដ៏ពោះងើយសឹងបាក់កទេហ៎ណាងើយសឹងបាក់កបាទយើងសង្កេតឃើញថាបាទឥឡូវយើងមើលដើមត្នោតណានេះឃើញទេមានន័យថាដល់ពេលយើងឈរនៅក្រោមគល់យើងមើលទៅលើណាមើលទៅលើបាទឃើញថាដើមត្នោតបាទដើមត្នោតមានសម្បុរខ្មៅបាទសម្បុរខ្មៅមានសម្បុរខ្មៅមានកម្ពស់ប្រហែល15ម៉ែត្រ16ម៉ែត្រទេហ៎កម្ពស់16ម៉ែត្រដែលមានធាងស្លឹកបាទមានធាងមានស្លឹកផ្លែបាទផ្លែផ្កាយ៉ាងច្រើនអានេះយើងអត់តន់ចូលដល់ពីរៀបរាប់ពីផលប្រយោជន៍ទាំងឡាយទេណាគឺគ្រាន់តែរៀបរាប់ពេលយើងឃើញដើមត្នោតឃើញសន្តានដើមត្នោតបែបហ្នឹងអញ្ចឹងហើយបាទហើយយើងសេតទៀតមកបាទបាទត្នោតមាន2ប្រភេទគឺត្នោតឈ្មោលបងប្អូនស្គាល់ទេអ្នកស្គាល់ត្នោតឈ្មោលនិងត្នោតញីបាទត្នោតមុនត្នោតញីត្នោតមូលនិងត្នោតញីដែល
ដល់ផលប្រយោជន៍ផ្សេងគ្នាផ្សេងគ្នាបាទផ្សេងគ្នាតែផ្ដល់ផលប្រយោជន៍ផ្សេងគ្នាបាទដើមត្នោតបាទដើមត្នោតមួយដើមអាចផ្ដល់ផលប្រយោជន៍បាទផ្ដល់ផលប្រយោជន៍បានច្រើនយ៉ាងដូចជាបាទដូចជាដើមបាទដើមគេយកទៅធ្វើទូកបាទទូកត្នោតហ្នឹងបាទទូកត្នោតធ្វើជាទូកធ្វើជាផ្ទះបាទធ្វើផ្ទះធ្វើតុបាទតុទូឥឡូវគេនិយមណាទូធ្វើពីដើមត្នោតដែលក្លឹមខ្មៅបាទតុទូនិងធ្វើរបរជាដើមបាទរបរជាដើមអានេះចំពោះដើមនេះបាទដើមត្នោតបាទដើមត្នោតធាងត្នោតបាទធាងត្នោតគេយកទៅបាទធាងត្នោតបាទយើងដើមយើងអាចថែមទៀតបាទដើមត្នោតនេះយើងថែមតិចមែនណាបាទដើមត្នោតដើមត្នោតមានក្លឹមពណ៌ខ្មៅនិងប្រវែងវែងបាទគេយកទៅធ្វើទូកធ្វើជាដើមនឹងបាទចំពោះធាងត្នោតបាទនេះសិនបាទធាងត្នោតពោពេញដោយបន្លាបាទបន្លាដូចជាធ្មេញរណាបាទដូចជាធ្មេញរណាគេយកទៅធ្វើធ្វើអុសបាទធ្វើអុសបាទធ្វើអុសដុតធ្វើរបងបាទធ្វើរបងធ្វើជាគំនួចបាទបងប្អូនស្គាល់ហើយគំនួចសម្រាប់ចងឲ្យផ្សេងហ្នឹងបាទនឹងចំពោះធាងត្នោតបាទធ្វើជាគំនួចបាទស្លឹកត្នោតមានពណ៌ស្លឹកត្នោតមានពណ៌ខៀវសន្តានពណ៌ខៀវសន្តានដូចពណ៌ខៀវឆែកបាទមានថាឆែកសន្តានដូចម្រាមដៃបាទដូចម្រាមដៃដែលគេកំពុងលេបាទកំពុងលេដៃបាទកំពុងលេគេយកទៅធ្វើស្លឹកប្រក់ផ្ទះបាទធ្វើផ្លិតបាទធ្វើផ្លិតមួកបាទផ្លិតមួកកន្ត្រកបាទកន្ត្រកហ្នឹងបាទធ្វើផ្លិតធ្វើមួកឬកន្ត្រកជាដើមតែនេះចំពោះស្លឹកបាទមួកស្លឹកបាទវិចខ្ចប់ស្ករត្នោតបាទវិចខ្ចប់ស្ករត្នោតនិងនំបាទថាវិចខ្ចប់នំជាដើមហ្នឹងណាបាទ
នេះចំពោះអត្ថប្រយោជន៍របស់វាអត្ថប្រយោជន៍របស់ដើមថ្នោតណាបាទតទៀតបាទឥឡូវអស់នៅបាទដល់ស្លឹកហើយអញ្ចឹងដល់ផ្លែបាទផ្លែត្នោតមានកំតនេះបាទផ្លែអីណាដាក់ផ្កាសិនបាទផ្កាត្នោតទាំងញីនិងឈ្មោលបាទទាំងញីនិងឈ្មោលមានតែត្នោតនេះត្នោតឈ្មោលនោះមានការខុសគ្នាបាទត្នោតញីគឺការកញ្ចំត្នោតឈ្មោលការវិញវែងបាទទាំងត្នោតញីនិងត្នោតឈ្មោលបាទគេចងគៀបបាទចងគៀបដើម្បីត្រង់យកទឹកត្នោតសម្រាប់បរិភោគបាទបរិភោគសម្រាប់រំងាស់ធ្វើស្ករបាទធ្វើស្ករហ្នឹងបាទធ្វើស្ករធ្វើត្នោតជូរជាដើមហ្នឹងបាទតែខ្ញុំដាក់ធ្វើស្ករបានហើយណានេះផ្កាត្នោតបាទធ្វើស្ករធ្វើអីទៀតធ្វើជាឱសថបាទឱសថហ្នឹងក៏ផ្កាទៅវាធ្វើឱសថដែរណាឱសថបាទធ្វើឱសថចុចផ្កាអស់ហើយតែដល់ដល់ផ្លែបាទផ្លែត្នោតបាទផ្លែត្នោតបាទផ្លែត្នោតខ្ចីវាស្អីផ្លែត្នោតខ្ចីគេយកទៅស្លបាទទៅស្លទៀតយកទៅឡាវបាទឡាវមានតែកាប់កវ៉ែហ្នឹងបាទយកទៅឡាវយកសាច់ទៅលក់បាទសាច់ទៅលក់ចំណែកផ្លែទុំគេយកទៅធ្វើនំត្នោតអីទៀតធ្វើនំត្នោតធ្វើចាហួយមិនដឹងថាបងប្អូនដែលបរិភោគហួយត្នោតអត់ទេតែចំពោះខ្ញុំបាទគឺធ្លាប់បរិភោគហើយណានៅក្មេងបាទហាលថ្ងៃទៅរឹងហើយបាទតែរឹងអត់បានយូរទេពេលដែលយើងដើរចុះដើរឡើងក្លុកក្លែងទៅលេងវិញហ្នឹងហៅជាហួយត្នោតណាធ្វើជាហួយធ្វើអីទៀតធ្វើជាហួយធ្វើជាចំណីគោបាទចំណីសត្វគោបាទនៅចំពោះផ្លែត្នោតឥឡូវអស់នៅមានអីទៀតមានតែមិនតាន់អស់ហើយនៅមានមិនរឹសត្នោតទេមែនទេនៅមានអីទៀតកែវបាទមិញយើងរាប់ពីធៀងហើយអញ្ចឹងនៅកែវត្នោតបាទកែវត្នោតគេយកទៅធ្វើអីធ្វើអំបោសបងប្អូនដែលបោសផ្ទះហ្នឹងអំបោសខ្លីៗហ្នឹងហៅអំបោសជក់ហ្នឹងបាទធ្វើអំបោសកែវត្នោតធ្វើអំបោសវិញខ្សែគោបាទពីដើមគេធ្វើទៅវិញខ្សែគោចំពោះកែវបាទអីទៀតបាទកែវហ្នឹងធ្វើប៉ុណ្ណឹងបាទធ្វើអស់បានទេធ្វើអស់ទៀតបាទអស់ដុតបាទធ្វើអស់នេះកែវអត្ថប្រយោជន៍ប៉ុណ្ណឹងអស់ឬត្នោតវាធ្វើអីត្នោតគេយកទៅធ្វើខ្សែគឺត្នោតគេយកធ្វើខ្សែដែរណាធ្វើខ្សែនិងជាឱសថបាទជាឱសថបុរាណបាទជាបាលជំងឺផ្សេងអស់នៅបាទអស់មែនទេផលប្រយោជន៍ពីដើមត្នោតបើយើងមើលទៅមិញយើងរាប់ពីដើមពីស្លឹកពីធាងពីផ្លែពីកែវវាបាទពីផ្កាវារហូតដល់រឿងក្នុងដីទៀតតែយើងរៀបរាប់អស់ហើយណាអញ្ចឹងទូសេចក្តីអស់ហើយអញ្ចឹងដល់អី
đó là đây mình cho đấy đây mình cho cái gì bây giờ mình nạp vào rom được không dương cho bố đào nào nâng chẳng dương ai đã thà nhóm bà sở lanh nâng châu chặt đào nào nè hay là bạn sở lanh nhé hệ đấy pro về đào thal và giờ trán mà là bây giờ trán đó nhóm nâng nẹt cùng nhóm thì họ và nhóm nâng nẹt cùng nhóm và nhóm đại nhà nâng thay để xa cà phê đào tháo mà hỏi bán cùng vùng hỏi bán cùng vùng và hỏi bán cùng vùng nâng đam bẩn tò mà nâng đam bẩn tò mà ta đam mày đam nó ta việc pu ví dụ về ngò này chẳng dừng thảo cả đam bẩn tò thì tụi bay hỏi thuật tôi chứ mà đam bẩn tò tục và tục sầm rạp một nụ chấm non cõi và chấm nụ chấm non cõi quạt bàn squall nâng tụi phal và rồi thong này và bây giờ mình thử một squall này và quạt bàn phal thì thế nào trong phal này chẳng ca po rần nè bọc nhóm đệ tầng đào thế nào đấy cứ miền để phần tế đấy sản phẩm ta ní nên chia chấm nối đào ôn và nợ thì 4 thì 5 thì mỗi là không ca xế và ôn xe ban về được nhóm trắng có bán và xe cắt lấy có bán đã oi tầm miền đấy hạt hai là bạn này hạt hai tệ tông cho nên làm được đây và tệ tông cho nên tu dịch đây trầm nè hốt đó đây bị chọc trầm nè mà chẳng là tu dịch không tha carbon này ní nên chỉ chấm nuôi chỉ chấm này mua chui đào cả sản sản bảo ổn và chẳng đó xa bay lên mình cầm nót và là xong mà chọc carbon này tệ tông là đào nót phần này và xong ở cún xong của đục lý chụp nên là video cài thiệt